សួស្តីទាំងអស់គ្នាអញ្ចឹងព្រឹកនេះខ្ញុំមានព័ត៌មានពីរពាក់ព័ន្ធជាមួយនឹងស្ថានភាពសង្គ្រាមរវាងកម្ពុជាហើយនិងសៀមបាទអញ្ចឹងដល់ទាំងអស់គ្នាបានដឹងហើយកម្ពុជាគឺបានចុះហត្ថលេខានៅលើបទឈប់បាញ់រយៈពេល72ម៉ោងបាទជាមួយនឹងសៀមបាទហើយនឹងមានការដោះលែងនៅទាហានខ្មែរទាំង18រូបទៀតបាទអញ្ចឹងនៅក្នុងការចុះហត្ថលេខាទៅលើ15ចំណុចដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែននេះប្រហែលអ្នកទាំងអស់គ្នាបានទទួលព័ត៌មានគ្រប់គ្នាហើយអញ្ចឹងខ្ញុំប្រហែលជាមិនបាច់លើកវាឡើងមកវិញទៀតទេបាទក៏ប៉ុន្តែយើងមាន2ចំណុចដែលសំខាន់នៅក្នុង15ចំណុចនេះ16ចំណុចសំទោសបាទអញ្ចឹងទៅក្នុង16ចំណុចនេះចំណុចទី1ដែលយើងត្រូវកំណត់សម្គាល់គឺទី1ទាហានទាំងអស់គឺពុំអាចធ្វើការផ្លាស់ប្ដូរទីតាំងដែលខ្លួនកំពុងតែឈរជើងទេបាទអញ្ចឹងមិនថាទាំងខាងកម្ពុជាឬក៏ខាងថៃទេគឺនៅទីតាំងដដែលបាទអញ្ចឹងចំណុចមួយនេះគឺខ្មែរយើងធ្លាប់មានបទពិសោធន៍ជាមួយថៃឯងបាទក្រោយពេលយើងបាញ់គ្នាហើយគឺចូលមកដោយសេរីបាទដាក់ប្លាលួសរៀបលានដ្ឋានហើយព្រមទាំងចាប់ទាហានយើង18នាក់ទៀតបាទអញ្ចឹងចំណុចកន្លែងនេះគឺខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលគាត់នឹងមានការប្រុងប្រយ័ត្នខ្ពស់បំផុតបាទហើយទី2គឺការដោះលែងនៅទាហានទាំង18រូបរបស់យើងត្រឡប់មកវិញបើសិនជាការបាញ់72ម៉ោងនេះគឺពុំមានការផ្ទុះអាវុធណាបទជប់បាញ់72ម៉ោងនេះចឹងគេនឹងដោះទាហានយើងទាំង10រូបបាទដូចជាអ្វីដែលខ្មែរយើងធ្លាប់លើកឡើងមកម្ដងហើយគឺទាហានទាំង10រូបនេះគឺត្រូវខាងថៃគេយកធ្វើជាកូនអុកមួយដើម្បីយកមកចរចាជាមួយកម្ពុជាទោះស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយណាបាទហើយទាំងអស់គ្នាប្រហែលជាដឹងហើយហេតុអីបានជានៅស្រុកថៃបែរជាប្រកាសភ្លាមខ្លួនឯងថានឹងសុំប័ណ្ណឈប់បាញ់72ម៉ោងទៅវិញបាទអញ្ចឹងតាមមើលថៃគឺប្រហែលជាចំណេញច្រើនទៅលើរឿងនេះទើបបានជាវាប្រកាសបែបនេះណាបាទអញ្ចឹងព័ត៌មានទី2គឺពាក់ព័ន្ធជាមួយនឹងចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាចំនួនរវាងកម្ពុជានិងថៃបាទអញ្ចឹងប្រទេសមហាយៈចិនបានប្រកាសពីការរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចសន្ទនាស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី28-29ខែធ្នូឆ្នាំ2025នៅខេត្តយូណានកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះទូនាទីរបស់ក្រុងប៉េកាំងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីនេះទាំងចាត់ទុកថានេះជាកិច្ចខិតខំប្រឹងប្រែងរបស់ចិនចំពោះសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់បាទអញ្ចឹងបើតាមខ្ញុំទៅអានព័ត៌មានទី1ជូនទាំងអស់គ្នាស្ដាប់ហ្នឹងគឺវាពាក់ព័ន្ធគ្នាជាមួយនឹងបទឈប់បាញ់72ម៉ោងដែលថៃបានប្រកាសឡើងបាទអញ្ចឹងការប្រកាស72ម៉ោងនេះគឺដើម្បីយកចិត្តចិនទេមើលទៅបាទទាំងអស់គ្នាឃើញគឺយើងមានរយៈពេល2ថ្ងៃក្នុងកិច្ចប្រជុំចំនួនត្រីភាគីបាទរវាងកម្ពុជាថៃហើយនិងចិនគឺ28-29បាទអញ្ចឹងភ្លាមថៃចេញមកប្រកាសបែបនេះគឺដើម្បីយកលេសនេះគឺទៅនិយាយជាមួយចិនណាបាទគឺរយៈពេល2ថ្ងៃនេះគឺបើសិនជាកិច្ចប្រជុំជាមួយនឹងចិនបានផលឬមិនបានផលគឺយើងនឹងដឹងឯងបាទប្រកាសជាមានករណីជន់មីនឬក៏ករណីទីកម្ពុជាលំមើសបាត់ឈប់បាញ់អីហ្នឹងនឹងមានលក្ខខណ្ឌហ្នឹងចេញមកហូរហែទៀតហ្នឹងបាទអញ្ចឹងបើសិនជាកិច្ចប្រជុំជាមួយកម្ពុជាថៃនិងចិនបរាជ័យគឺយើងនឹងបន្តសង្គ្រាមទៀតបាទអញ្ចឹងកម្ពុជាប្រហែលជានឹងត្រូវសប្បាយចិត្តបានតែ2ថ្ងៃនេះទេខ្ញុំឃើញមានអ្នកនៅក្នុងFacebook ជាច្រើនគាត់នាំគ្នានិយាយរឿងនេះដែរបាទអញ្ចឹងទាំងអស់គ្នាព្យាយាមតាមដានបន្តទៀតហើយបើសិនជាមានព័ត៌មានអីថ្មីទៀតខ្ញុំនឹងជម្រាបជូនបន្ថែមទៀតណាបាទអរគុណច្រើន